បាទសូមជម្រាបសួរបងប្អូនទាំងអស់ដែលបានអញ្ជើញមកជួបជុំគ្នានៅថ្ងៃនេះមុនខ្ញុំចុះមកនេះខ្ញុំបានជួបអាយដាមកឹមសុខាប្រធានស្ដីទីលោកបានផ្ដាប់ផ្ញើសូមឲ្យមកជម្រាបសួរបងប្អូននិងសម្ដែងអំណរគុណចំពោះបងប្អូនវត្តមានរបស់បងប្អូនដែលអញ្ជើញមកជារៀងរាល់ថ្ងៃហើយម្សិលមិញនេះមកជាទ្រង់ទ្រីធំដោយសារយើងមានធ្វើពិធីតែសូមអនុញ្ញាតជម្រាបថាយើងនឹងមានផែនការងាររបស់យើងជាបន្តទៅទៀតនៅថ្ងៃទី10យើងមានប្រជុំធំមួយក្រមអធិបតីភាពរបស់អាយដាមប្រធានស្ដីទីកឹមសុខាជើញសមាជិកគណៈកម្មការនយោបាយទាំងអស់ជើញអ្នកតំណាងរាស្ត្រសមាជិកព្រឹទ្ធសភាទាំងអស់សមាជិកគណៈកម្មការប្រតិបត្តិថ្នាក់ជាតិសមាជិកគណៈកម្មការវិន័យថ្នាក់ជាតិមកចូលរួមប្រជុំដើម្បីពិនិត្យមើលទាំងអស់គ្នានៅស្ថានភាពបន្លងមកនិងរៀបចំផែនការងាររបស់យើងជាបន្តទៅទៀតមួយទៀតនៅថ្ងៃទី13ខ្ញុំជឿថាបងប្អូនខ្លះបានជ្រាបហើយសូមរំលឹកម្ដងទៀតនៅថ្ងៃទី13ថ្ងៃច័ន្ទទី13ពេលព្រឹកយើងនឹងមានធ្វើពិធីទទួលញត្តិពីគ្រប់ខេត្តមកអ្នកតំណាងរាស្ត្ររបស់យើងនឹងមកទទួលញត្តិពីបងប្អូនយើងដែលសប្តាហ៍ថ្ងៃនេះគាត់កំពុងតែផ្តិតមេដៃបាទហើយទី14យើងនឹងមានការជួបជុំគ្នាធំច្រើនជាងធម្មតាដើម្បីតាមដានមើលពិនិត្យមើលស្ថានភាពជាបន្តទៅទៀតសូមអនុញ្ញាតបញ្ជាក់ថាអ្នកដំណើររាជយើងបច្ចុប្បន្ននេះមិនមែនធ្វើការតែនៅទីស្នាក់ការនៅភ្នំពេញនោះទេគឺយើងចុះធ្វើការអ្វីត្បិតតែយើងមិនបានទៅចូលរួមប្រជុំនៅមន្ទីររដ្ឋសភាក៏ប៉ុន្តែយើងចុះទៅធ្វើការតាមមូលដ្ឋានជាធម្មតាបាទហើយកន្លងមកនេះតាមព័ត៌មានដែលយើងបានទទួលមកពីអ្នកដំណើររាជយើងបានសង្កេតឃើញថានៅពេលដែលបងប្អូនយើងដើរផ្តិតស្ដារមេដៃសុំមេដៃពីប្រជាពលរដ្ឋនេះគឺគោលការណ៍របស់យើងឥតមានបង្ខំទេហើយយើងគ្មានអំណាចអត់មានកម្លាំងយោធាកម្លាំងប៉ូលីសអីទៅបង្ខំឲ្យប្រជាពលរដ្ឋផ្តិតមេដៃទេហើយបងប្អូនយើងក៏គោរពនៅការងារយើងត្រឹមត្រូវគឺថាអ្វីត្បិតតែបងប្អូនយើងបានធ្វើដោយត្រឹមត្រូវអញ្ចឹងក៏ដោយក៏នៅមានការរំខានការធ្វើទុកបុកម្នេញដល់បងប្អូនយើងនៅតាមមូលដ្ឋានដោយដែលបងប្អូនយើងបានឃើញហើយតាមរយៈសារព័ត៌មានតាមវិទ្យុតាមអីអញ្ចឹងឃើញហើយដែលនេះការនេះគឺយើងពិបាកនឹងទទួលយកណាស់បាទគណៈបកសង្គ្រោះជាតិសូមធ្វើការថ្កោលទោសចំពោះអាជ្ញាធរមូលដ្ឋានដែលបានរំលោភដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋការផ្តិតមេដៃនេះគឺជាការបញ្ចេញមតិមួយដ៏ស្លូតបូតបំផុតហើយមិនគួរមានការរំលោភហើយមិនត្រូវមានការរំលោភរបៀបនេះទេបាទបើមិនអោយប្រជាពលរដ្ឋបញ្ចេញមតិទៅទៀតអានឹងស្រុកយើងនឹងមិនដឹងទៅជាស្រុកស្អីទេវាលែងឈ្មោះថាស្រុកមានប្រជាធិបតេយ្យសេរីភូប៉ាអីទៀតហើយបាទចំណុចមួយទៀតដែលយើងសូមជម្រាបអំពីជំហររបស់គណៈបកសង្គ្រោះជាតិនៅតែគ្រប់គ្រងឲ្យមានបព្វធម៌សន្តិនិកយើងយល់ថាអ្វីទាំងអស់អាចបញ្ចប់ស្ថានភាពអាចដំណើរស្រួលទៅវិញបានដោយការសន្តិនិកនេះឯងហើយយើងគ្មានរៀបចំក្រុមណាផ្សេងទេគឺក្រុមនេះយើងរៀបចំរួចហូរហែមកហើយយើងបានបង្កើតក្រុមការងារពង្រឹងបព្វធម៌សន្តិនិកនេះមានហើយខាងយើងនេះមានខ្ញុំជាប្រធាននៅខាងគណៈបកប្រជាជនកម្ពុជានោះគឺមានអាយដាមព្រំសុខាជាប្រធានក៏ប៉ុន្តែរហូតមកទល់ពេលនេះយើងព្យាយាមយើងមិនមែនព្យាយាមទេចង់ឲ្យមានការជួបគ្នាក៏ប៉ុន្តែម្ដងថារវល់ទៅម្ដងទៅមានឬព័ត៌មានមកក្រៅផ្លូវការទេបាទប៉ុន្តែប្រហែលជាពិតហើយមិនទៅបានមានសារព័ត៌មានអីចុះថាយើងនេះមិនទាន់មានក្បាលសម្រាប់ធ្វើការចរចាអត់ក្បាលមិនគណៈបកមាន55កៅអីនៅក្នុងមានអាសនៈនៅក្នុងរដ្ឋសភាអាយដាមកឹមសុខានៅនឹងទៅមានតន់ទៅណាបាទហើយក្រៅពីអាយដាមកឹមសុខាក៏មានដែរក្រុមមតិភាគតិច
dương miền ai đom xóm răng si chia bậc thiên bị áo bọt từ miền ai đom xóm răng si ai đom cầm sọc kha chia xoay provot từ chia bậc thiên sẽ đầy tí đầy miền đại ban tổ tu sân pinh linh bị ai đom xóm răng si hai chùm kho ra bọ cả đá song cửu chiết cứ mương mặt đó trong cả lại nâng cứ thà dương chỉ cả đây cái giờ bọ dương để từ rẽ xa thức bắt tay phía bọ cả đá mình hỏi miền là na bọ chiết chiết thà toàn tận đi toàn tận lô đấy cứ dương mình ai tổ tu cho bàn thì bà mỗi tiết bong bồn dương ai xua tha lâu dương che tay mà chụp chung cái ni hồ hai chân tâu được giang má đơn vị say nửa lừa bong bồn dương tế cái phần đây còn lon màu ní cứ bong bồn dương nơi cục khách trong cứ nơi từ miền cao com trố hay nơi tay màu chỉ hồ hai xua thay dương thưa rồi hốt đau pin à cô bầm non đi ca thưa rồi bao dương ní ca chụp chung cái ni cứ dương trong bằng hai đó mà tê chiết đừng ăn trạ chiết ở khơi tha ở đây để dương trong ban cứ trong ban ở giật than là phép là vô bài nơi sọc dương đi vừa mò pro cái đầy phép vĩnh là mấy ba khơi ở miền cá bò chăn đòi sợi đây trầm tới đừng vô tịch thua bà nơi tay vô propon tổ la cả bà nơi tay vô cầm lăng đạp ảo vật bà nơi tay vô cầm lăng rát bà một vừa cá kiếp sòng cọt đó cái nào bạc bạc trắng ní cá ní miền đây tha mình miền cá bạc phơi ở miền cá bọt chăn đòi sẽ đây trầm trời nâng vô thì thoa tê xong ở con thấy đấy dừng miền pòn miền chun rồi phần này xong ở con